อาชีวกรផ្សាររោងគ្រឿខេត្តស្រះកែវអំពាវនាវដល់នាយករដ្ឋមន្ត្រីថៃឲ្យបើកច្រកព្រំដែនរវាងកម្ពុជាជាបន្ទាន់ស្រះកែវអាជីវករនៅផ្សាររោងគ្រឿខេត្តស្រះកែវបាននាំគ្នាអំពាវនាវដល់លោកនាយករដ្ឋមន្ត្រីឲ្យពិចារណាបើកច្រកព្រំដែនកម្ពុជាថៃឲ្យបានឆាប់បំផុតស្ថានភាពការរីករាលដាលនៃជំងឺ COVID-19 និងការបិទច្រកព្រំដែនបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពួកគេអ្នកលក់ជាច្រើនបាននិយាយស្របគ្នាថាការបិទច្រកព្រំដែនបានធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់ជាប់គាំងហាងនានាត្រូវបិទហើយមនុស្សជាច្រើនត្រូវទទួលបន្ទុកបំណុលជាពិសេសអ្នកលំបាកដែលជាតំណាងអាជីវករបានឆ្លុះបញ្ចាំងពីការលំបាកថាខ្លួនលំបាកណាស់ពិតប្រាកដគ្មានចំណូលទាល់តែសោះចង់ឲ្យនាយករដ្ឋមន្ត្រីអាណិតពួកយើងផងផ្សាររោងគ្រឿដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មព្រំដែនដ៏សំខាន់រវាងថៃនិងកម្ពុជាធ្លាប់មានភាពអ៊ូអរដោយភ្ញៀវទេសចរនិងអាជីវករពីប្រទេសទាំងពីរប៉ុន្តែបច្ចុប្បន្នគឺស្ងាត់ជ្រងំអ្នកលក់ជាច្រើនមិនអាចទ្រាំទ្រនឹងបន្ទុកចំណាយបានទៀតទេធ្វើឲ្យពួកគេត្រូវបិទអាជីវកម្មនិងបណ្ដេញបុគ្គលិកចេញដែលប៉ះពាល់យ៉ាងទូលំទូលាយដល់សេដ្ឋកិច្ចក្នុងខេត្តស្រះកែវ